ហាងម្ហូប Steam ដែលចេញផ្សាយមកកន្លែងនេះខ្ញុំឃើញគេទៅញ៉ាំច្រើនមែនតើមកដល់ពេលអញ្ចឹងខ្ញុំឆ្ងល់ថាម្ហូបបានមិនបានគេញ៉ាំច្រើនមែនហើយសំខាន់គឺ Steam ម្ហូបហ្នឹងគឺ Steam បែបសុខភាពទៀតនិយាយទៅលុយមែនហើយម្ហូបនៅខាងគាត់ហ្នឹងគឺគ្រប់មុខទាំងអស់ Steam ទាំងអស់ហ្មងសូម្បីតែមួយនេះហ្នឹងគឺជាបបរពងទាប្រៃក៏គាត់ដាក់ Steam មួយម្ហូបដែរនិយាយទៅរសជាតិឆ្ងាញ់មួយយ៉ាងដែរទាំងអស់ហ្នឹងពេលដែលញ៉ាំទៅគឺរសជាតិអត់ដិតពេកក៏អត់សាពេកដែរប៉ុណ្ណឹងមកល្មមញ៉ាំហើយសូម្បីតែមួយនេះវិញក៏ធ្វើមកពីផ្លែឈើស្រស់ទេនិយាយទៅអែមហ្មងសម្រាប់ឈ្មោះហាងវិញគឺខ្ញុំបានមកញ៉ាំនៅហាង Steam B នៅក្នុង Eon មួយហ្នឹងហ្មងការខ្ញុំទៅហ្នឹងគឺទៅញ៉ាំជាអាហារពេលថ្ងៃដល់ពេលអញ្ចឹងទៅមនុស្សច្រើនគួរសមដែរបាទកន្លែងអង្គុយនៅខាងគាត់ហ្នឹងវិញមានទាំង2ជាន់ហើយសំខាន់គឺមានទាំងបន្ទប់ VIP ទៀតឃើញហាងមកកន្លែងហ្នឹង Steam ហូបបែបធម្មតាអញ្ចឹងណាប៉ុន្តែបើមនុស្សវិញគឺច្រើនញាក់ហ្មងមានតាំងពីសាច់គោសាច់ជ្រូកហើយសំខាន់គឺគ្រឿងសមុទ្រនៅខាងគាត់ហ្នឹងមានច្រើនមែនតើហ្មងនៅស្រស់ៗទៀតមកញ៉ាំហ្នឹងគឺមកញ៉ាំហូប Steam ទេប៉ុន្តែនៅខាងគាត់ហ្នឹងមានតាមទឹកជ្រលក់ទៀតនិយាយទៅផ្លែសំបីតែទឹកស្អៀវនៅខាងគាត់ហ្នឹងក៏គាត់ថា special ដែរតែខ្ញុំទៅលើកទី1ទេដល់ពេលអញ្ចឹងទៅអត់ដឹងហៅអីក៏សួរបងសាវេទៅគឺគាត់ថានៅខាងគាត់ហ្នឹងឥឡូវចេញមនុស្សថ្មីដល់ពេលអញ្ចឹងក៏ហៅសាក់ហ្មងទៅហើយដំបូងគេហ្នឹងខ្ញុំក៏បានហៅមើមឈូកលាយមួយប្រហិតបើពណ៌ខ្មៅហ្នឹងគឺជាសៀមម៉ៃ truffle ហើយបើពីរមុខនេះក៏តំណឆ្ងាញ់ដែរសំខាន់ពេលដែលញ៉ាំទៅគឺសមុទ្រនៅស្រស់ៗទៀតហើយបើគៀវមួយនេះវិញគឺសាច់ឡើងណែនហ្មងញ៉ាំបដាជ្រលក់មួយទឹកជ្រលក់មួយនេះបដាយកទៅ the best ហ្មងបើមួយនេះវិញគឺជាមនុស្សសាច់គោក៏តំណដែរហើយបើម្ហូប Steam បន្ទាប់នេះវិញគឺជាសាច់ពពែលាយមួយទឹកកាពិមួយចានហ្នឹងរបស់គេប្រហែលច្រើនណាមានតាំងពីសាច់ពពែមានតាំងពីបន្លែហើយបើមួយចាននេះគឺជាទឹកកាពិបើនិយាយពីរសជាតិវិញគឺទឹកកាពិនៅខាងគាត់ឆ្ងាញ់មែនញ៉ាំមួយសាច់បន្លែនេះទៀតជាទៅ the best ហ្មងហើយបើមួយនេះវិញគឺជាខ្យងសៃពងទាប្រៃជាមួយនឹងមួយទៀតនេះគឺជាលាហូស្តៃដីហើយបើមួយចាននេះវិញគឺជាមនុស្សត្រីដំរីទៅមួយចាននេះគឺទៅមកទាំងមូហ្មងបើមកញ៉ាំនៅកន្លែងនេះគឺកុំភ្លេចអសោះហ្មងហៅមួយនេះគឺជាបបរពងទាប្រៃដំបងឡើយខ្ញុំឆ្ងល់ថាមិនបានគេហៅមួយនឹងច្រើនមែនដល់ពេលបានសាក់ទៅបានដឹងថាបបរនឹងគឺឆ្ងាញ់របស់គេមែនបើថាទៅអ៊ីអនមួយអត់ដឹងញ៉ាំអីទេគឺខ្ញុំនិយាយខមមិនសាក់ហាងរបស់គាត់នេះគឺឆ្ងាញ់មែនម្ហូប Steam